ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ 1.3 លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេសស្ទើរតែពាក់កណ្ដាលគឺជាស្ត្រី ជំរាបសួរខ្ញុំឈ្មោះវឿនចន្ទធូអាយុ44ឆ្នាំ ដូចគ្នានឹងពលករចំណាក់ស្រុកជាច្រើនផ្សេងទៀតដែរចន្ទធូបានធ្វើការប្រថុយប្រឋានដោយសង្ឃឹមថាវាជាឱកាស បានខ្ញុំសម្រេចចិត្តទៅធ្វើនៅប្រទេសគេនឹងមកពីជីវភាពខ្ញុំពិបាកចឹងហើយធ្វើឲ្យខ្ញុំសម្រេចចិត្តទៅតាមមេខ្យល់ចឹងគាត់ថាការងារនៅទីនោះស្រួលហើយរលួយបានច្រើនហើយទៅដល់កន្លែងហ្នឹងវាអត់ការគិតរបស់ខ្ញុំវាខុសឆ្ងាយ នៅក្រៅប្រទេសជាញឹកញាប់ស្ត្រីជួបហានិភ័យខ្ពស់ដោយសារការគាំទ្រនៅមានកម្រិតហើយប្រឈមនឹងការរើសអើង ខ្ញុំងើបទៅតាំងពីម៉ោង 4 តែដល់ហើយម៉ោង 2 ត្រឡប់យប់បានខ្ញុំត្រឡប់មកកន្លែងវិញការងារនោះក៏ពិបាកកន្លែងរស់នៅក៏ពិបាកអញ្ចឹងហើយធ្វើឲ្យខ្ញុំនឹងពិបាកខ្លាំង ជាញឹកញាប់ស្ត្រីពលករចំណាក់ស្រុកត្រូវបានគេទុកចោលដោយមិនទទួលបានការការពារនិងមិនត្រូវបានគេស្ដាប់ឮ បញ្ហាច្រើនអញ្ចឹងខ្ញុំអត់ហ៊ានទៅពឹងគេអញ្ចឹងខ្ញុំខ្លាចណាមួយខ្ញុំអត់ចេះភាសាគេទៀតអញ្ចឹងធ្វើឲ្យខ្ញុំពិបាកពេលហ្នឹងបងអត់អាចរកគេជួយបានទេអូនអញ្ចឹងហើយខ្ញុំមានស៊ូទ្រាំដើម្បីរកលុយនឹងយកមកធ្វើដំណើរមកស្រុកកំណើតនឹងវិញ